ថ្ងៃអាទិត្យនឹកឃើញចង្ហូបបុកទឹកគ្រឿងបងប្អូនហើយទៅទិញម្ហូបទៅឃើញស្ដៅល្អពេកបាទត្រួយស្ដៅខ្ចីមានផ្កាកំពុំអញ្ចឹងណាចឹងហើយក៏នឹកឃើញតែចង់បុកទឹកគ្រឿងហើយក៏យើងទិញបន្លែ3 4មុខយកមកធ្វើទឹកគ្រឿងអញ្ចឹងទៅហើយនៅក្នុងការធ្វើរបស់ខ្ញុំគឺខ្ញុំអត់បានបង្ហាញថាពីដំបូងមានអីខ្លះទេគឺខ្ញុំចាប់ផ្ដើមបុកស្ដែកដីយកតែម្ដងបាទស្ដែកដីគឺខ្ញុំបុកឲ្យវារាងល្អិតតិចបាទនៅរាងដុំខ្លះបន្ទាប់មកខ្ញុំបុកហើយដាក់ប៊ីចេងនិងស្ករបុកចូលគ្នាបន្តិចសិនបាទបន្ទាប់ពីហ្នឹងទៅយើងដាក់ត្រីដាក់អីចូលបន្ថែមពីលើគ្រឿងដែលយើងបានបុកចូលគ្នាហ្នឹងអញ្ចឹងណាហ្នឹងហើយស្ករប៊ីចេងយើងបុករៀងម៉ត់តិចហើយក៏ដាក់ត្រីដែលបានស្ងោរនិងបេះឆ្អឹងចេញរួចត្រីនេះគឺខ្ញុំជ្រើសយកត្រីផ្ទក់បាទទំហំល្មមទេមិនធំពេកទេបាទហើយមួយហ្នឹងគឺថាល្មមតែម្ដងហ្នឹងហើយយើងបុកត្រីរបស់យើងនឹងឲ្យរាងល្អិតតិចមកឲ្យវារាងម៉ត់អីចឹងណាដើម្បីឲ្យទឹកគ្រឿងរបស់យើងវាពេលយើងផ្សំគ្រឿងនេះទៅវាធ្វើឲ្យមានរសជាតិនឹងកាន់តែឆ្ងាញ់បន្ទាប់ពីបុកត្រីគឺថាល្អិតម៉ត់ហើយខ្ញុំក៏បានដាក់សណ្ដែកដីដែលបានបុកមុននេះបាទដាក់ចូលហ្នឹងហើយដាក់ចូលចឹងមកហើយក៏បុកថែមតិចទៀតដើម្បីឲ្យវាចូលសព្វសាច់ត្រីបាទបន្ទាប់ពីហ្នឹងទៅយើងដួសដាក់ចានហើយបុកហ្នឹងគឺថាបុកដូចដែលបងប្អូនពងឃើញបុកចឹងមកបុកធ្វើម៉េចឲ្យសណ្ដែកដីចូលសព្វសាច់នៅក្នុងសាច់ត្រីចឹងណាពេលយើងដាក់ទឹកប្រហុកចូលទៅកូរទៅវាចូលជាតិគ្នាយកតែម្ដងហើយបុកហើយបុកទៀតបុកឲ្យសព្វហើយសាច់ត្រីយើងគឺថាម៉ត់ល្អហើយតែប៉ុណ្ណេះបាទដោយសារតែយើងបុកគ្រឿងច្រើនដងដែរហើយបន្ទាប់មកយើងដួសវាដាក់ចានបន្ទាប់ពីដួសដាក់ចានរួចយើងដាក់ទឹកប្រហុកដែលយើងបានជ្រុំយកឆ្អឹងប្រហុកចេញរួចហើយទឹកប្រហុកនេះគឺខ្ញុំបានដាក់ទាំងអស់តែម្ដងបាទមុនបងខ្ញុំដាក់តិចសិនក៏ប៉ុន្តែវារៀងអត់ខាប់វានៅគោកចឹងណាចឹងចូលអត់សប់ក៏ខ្ញុំសម្រេចចិត្តថាដាក់ទាំងអស់តែម្ដងហើយដាក់ទាំងអស់ទៅវាធ្វើឲ្យទឹកគ្រឿងយើងនឹងគឺថាវាមានរសជាតិឈ្ងុយតែម្ដងចឹងណាហើយត្រង់នេះខ្ញុំច្រឡំបងប្អូនច្រឡំថតកាមេរ៉ាវាឈរចឹងហើយក៏វាទៅចឹងតែម្ដងទៅសូមអធិស្ឋានផងបាទហើយនឹងខ្ញុំកាត់ខ្លះទេបាទខ្ញុំដាក់គ្រឿងមានជីនឹងបងជីរណាហើយម្ទេសទឹកត្រីដាក់ថែមទៀតចឹងណាក្រូចឆ្មាច្បាស់ចូលគ្នាទៅបាទហើយយើងច្បល់ចូលគ្នាឲ្យសព្វបន្ទាប់ពីហ្នឹងទៅយើងឃើញថាវារាងគោពេកចឹងខ្ញុំក៏បន្ថែមទឹកក្តៅចំនួន2វែកបាទ2វែកទៅ3វែកឯណោះដើម្បីឲ្យទឹកគ្រឿងយើងវារាងមានទឹកតិចស្រួលយើងបន្ទាប់ជាមួយនឹងអន្លក់របស់យើងបាទអន្លក់របស់យើងគឺមានត្រួយស្ដៅហើយនឹងពោតបារាំងត្រប់ស្រស់អន្តសក់បាទមានតែប៉ុណ្ណឹងមកទេបាទគឺថាអត់បានដាក់ច្រើនមកទេព្រោះខ្ញុំហូបតែ2អ្នកក្មួយខ្ញុំអីចឹងណាហ្នឹងហើយទៅភ្លក់រសជាតិមើលឃើញថាវារាងស្ទើរចឹងក៏ដាក់ទឹកត្រីចូលតិចទៀតបាទដើម្បីបន្ថែមរសជាតិហើយក៏បន្ថែមក្លិនហ្នឹងហើយក៏មានយើងក៏បានដាក់ប៊ីចេងថែមតិចទៀតបាទបន្ទាប់ពីហ្នឹងមកគេថាទឹកគ្រឿងរបស់យើងគឺបានឆ្អិនរួចរាល់ជាស្ថាពរហើយខ្ញុំក៏មិនបង្អង់យូរដែរគឺថាបញ្ញាប់រស់រាន់ស្រស់ស្រូបយកតែម្ដងពីព្រោះថ្ងៃនោះគឺថាម៉ោង12ថ្ងៃត្រង់ហើយទម្រាំតែបានហូបហ្នឹងបាទពីព្រោះយើងទៅទិញហ្នឹងក៏វាម៉ោង10ហើយដែរអញ្ចឹងណាហើយមកនៅធ្វើត្រីធ្វើអីទៅទម្រាំតែបានបុករួចអញ្ចឹងក៏វារៀងថ្ងៃរៀងជ្រុលបាទម៉ោងបាយហូបបាយថ្ងៃជំនួសបាយព្រឹកហើយហ្នឹងហើយបងប្អូនបាទបងប្អូនដែលឃើញវីដេអូនេះហើយកុំភ្លេចចុច like ចុច share ខ្ញុំម្នាក់មួយផងបាទចុច subscribe ផងដើម្បីខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតអញ្ចឹងណាហើយវីដេអូមានតែប៉ុណ្្នឹងទេអរគុណច្រើន